តោះសូមជម្រាបសួរមេទាំងអស់គ្នាចឹងក្នុងថ្ងៃនេះដែរខ្ញុំបានសូមណែនាំនៅមុខម្ហូបមួយមុខទៀតហើយពងទាចៀនខ្ទឹមប្រាំងពងទាចៀនខ្ទឹមប្រាំងនេះគឺចំណាយលុយតែ1000ទេបងប្អូនតែបានហាមួយមុខយ៉ាងឈ្ងុយឆ្ងាញ់ស្ដីបងខ្ទឹមប្រាំងនេះ500ទិញ500បានមួយហ្នឹងឯង500បានខ្ទឹមប្រាំងមួយបងប្អូនអូខេអូនណាទិញពងមកគ្រាប់ពងមកគ្រាប់500ដែរអរគុណយកលុយពងមកគ្រាប់500ដែរបងប្អូន1000រៀលបងប្អូន1000រៀលប៉ុណ្ណឹងណាមួយពេលឃើញទេអញ្ចឹងសម្រាប់តែបងប្អូនដែលដាច់លុយណាមេដែលដាច់លុយអាចមើលជំរឿសមួយនេះបានពងទាចៀនខ្ទឹមប្រាំងអែមបងប្អូនភពនេះពេញនិយមនៅណាក៏ស្គាល់ហើយជាពិសេសបងប្អូនស្ត្រីបូករួមទាំងខ្ញុំផងដែរដឹងយូរហើយបងប្អូនហ្នឹងគឺឆ្ងាញ់ឈ្ងុយហើយចំណាយតែ1000រៀលបងប្អូនខ្ទឹម500ពង500 1000រៀលបងអូខេតោះឥឡូវយើងចាប់ផ្ដើមទៅធ្វើទាំងអស់គ្នាបងប្អូនណាអូខេសម្រាប់បងប្អូនញ៉ាំជាមួយបាយអីចឹង2នាក់ល្មមអ្នកដែលញ៉ាំតិចណាតែបើអ្នកញ៉ាំច្រើនគឺអត់ដឹងទេតែសម្រាប់អ្នកញ៉ាំតិចដូចជាខ្ញុំចឹងប៉ុណ្ណេះ2នាក់ល្មមអូខេតោះឥឡូវយើងចាប់ដើមរៀបចំធ្វើទាំងអស់គ្នាបងប្អូនតាមពិតទៅខ្ទឹមបារាំងក្នុងការចិតនឹងគឺមានអឺចិត្តផ្សេងគ្នាអញ្ចឹងណាបងប្អូនអ្នកខ្លះទៅក៏គាត់ចិត្តផ្សេងអញ្ចឹងទៅខ្លះចិត្តបែបដូចខ្ញុំអញ្ចឹងទៅមិនក៏បានដែរបងប្អូនឲ្យតែបានចេញជាមុខម្ហូបមកអែមទាំងអស់ដូចគ្នាអូខេនេះខ្ញុំធ្វើតែបន្តិចទេដោយសារតែខ្លាចញ៉ាំអត់អស់អញ្ចឹងណាបងប្អូនអញ្ចឹងនៅទៀតខ្ទឹមបារាំងដាក់តែបន្តិចទេដាក់70%តទៅយើងបានចិត្តបន្លែរួចរាល់ហើយគឺយើងវាយពងដាក់ភ្លឹបមកហើយយើងដាក់គ្រឿងដាក់អីឲ្យសប់មកបងប្អូនណាហើយយើងក៏លាស់ឆិចមកដាក់ខ្ទះក្តៅចាក់ឈឹបមកស្ទុះខ្លីបានញ៉ាំហើយម្ហូបមួយមុខនេះគឺយើងធ្វើលឿនពងមាន់ពងទាអីចឹងណានឹងគឺអាហារដែលយើងអាចធ្វើបានលឿនថាបានញ៉ាំម្ហូបដែលថ្លៃគឺយើងធ្វើយូរមានគ្រឿងច្រើនអញ្ចឹងណាបងប្អូន
ជំរាបសួរបងប្អូនទាំងអស់គ្នានឹងធីមដាច់លុយយើងទាំងអស់គ្នាតោះបងទាជៀនខ្ទឹមបារាំង1000រៀលបងប្អូនមកអែម Oh my god មួយមុខទៀតផងដែរសម្រាប់បងប្អូនហើយនឹងធីមយើងពេលដាច់លុយណាអញ្ចឹងអាចគិតគូរបានតំណងបងប្អូនហើយហូបមួយមុខនេះផងដែរក៏ជាជំរឿដ៏ល្អសម្រាប់បងប្អូនដែលចូលចិត្តសន្សំចៃអីណាតាមពិតទៅបងប្អូនដឹងពីមុខម្ហូបនេះគឺបងប្អូនមួយចំនួនធំគឺដឹងជាយូរមកហើយតែនេះខ្ញុំគ្រាន់តែធ្វើជាវីដេអូបង្ហាញបន្ថែមអញ្ចឹងណាសម្រាប់ក្រានរំលឹកដល់ធីមយើងដែលដាច់លុយណាអូខេរួមទាំងខ្ញុំក៏ដូចគ្នាដែរខ្ញុំធ្វើដើម្បីដាស់តឿនខ្លួនឯងដែរហ្នឹងបងប្អូនអូខេតោះឥឡូវយើងចាប់ផ្ដើមញ៉ាំទាំងអស់គ្នាតោះOh my god អែមខ្ទឹមបារាំងបងបន្លែមុខនេះពេញនិយមសម្រាប់ជាជនខ្មែរយើងចូលចិត្តហើយយើងអាចយកទៅធ្វើម្ហូបបានច្រើនមុខទៀតបូករួមទាំងជៀនពងទានេះផងដែរដូចពីហ្សាអញ្ចឹងបងឃើញទេកាត់វាប្រទេសដូចពីហ្សាអញ្ចឹងណាមើលទៅកាត់តំណងអរគុណ